ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបរកនិទ្ទេសសរុបទាំង A ទាំង B ទាំង C ហើយនឹងរកភេទសរុបដែល A ប្រមាណស្រី B ប្រមាណស្រី C ប្រមាណស្រីចឹងដើម្បីធ្វើឲ្យបានលឿនលោកគ្រូត្រូវចងជារូបមន្តឥឡូវខ្ញុំលុបអានេះវិញសិនបាទទិន្នន័យដែលខ្ញុំបានធ្វើខ្ញុំសង្កត់ទៅលើវាហើយខ្ញុំយកពាក្យថា clear បាទលុបអស់ហើយចឹងយើងមើលទាំងអស់គ្នាបាទមួយដំបូងយើងចង់បាននិទ្ទេស A ទៅសរុបប្រមាណក្នុងមួយថ្នាក់ហ្នឹងបាទចុចមកប្រអប់ខាងក្រោមអក្សរ A ចុចយកអក្សរនៅផ្នែកខាងក្រោមគ្រូចុចសញ្ញាស្មើបាទស្មើហើយយើងដាក់ពាក្យថា count COUNT មកហើយថែមមួយទៀតគឺ if គឺលក្ខខណ្ឌបើសិនបើហ្នឹងតបមកបើកវងកញ្ចក់រួចទៅ O select ជួរនិទ្ទេសព្រោះយើងចង់បានតែនិទ្ទេស A ទេគឺមិនមែនចុចទៅយកតែ A ទេយើង select ទាំងអស់មកស្អីក៏ដោយឲ្យតែនិទ្ទេសបន្ទាប់មកក្បៀសដាក់ក្បៀសហើយយើងដាក់លក្ខខណ្ឌដែលយើងចង់បានថ្មិញកណ្ដុរហើយនិទ្ទេសរបស់យើងគឺ A យើងបិទថ្មិញកណ្ដុរមកវិញអញ្ចឹងយើងមានតែមួយលក្ខខណ្ឌទេយើងចុចអាក្បៀសខាងក្រោយមួយចោលយើងបិទវងកញ្ចក់វិញហើយយើងថេកនេះវារាប់ឲ្យយើងស្រេចឥឡូវយកទៅរក A ដែរប៉ុន្តែភេទស្រីអញ្ចឹងវាមាន2លក្ខខណ្ឌគ្រូចាំថាមាន2លក្ខខណ្ឌអញ្ចឹងយើងធ្វើយ៉ាងម៉េចដូចគ្នាចុចសញ្ញាស្មើយើងដាក់ពាក្យ count ដូចគ្នា sorry U N T ហើយយើងដាក់ if ដូចគ្នានេះហើយយើងថែមមួយទៀតគឺ S ចាំ2លក្ខខណ្ឌឡើងពាក្យ count if គឺដាក់ S នៅខាងក្រោយបើកវងកញ្ចក់ហើយយើងទៅ select លក្ខខណ្ឌទី1យើងយកនិទ្ទេសជាលក្ខខណ្ឌទី1ចុចទៅលើគេហើយយើង select ទាំងអស់មកតាមមកអស់ហើយយើងក្បៀសដាក់ថ្មិញកណ្ដុរលក្ខខណ្ឌរបស់យើងមិញគឺអីយក A និទ្ទេសមុនចឹងដាក់ A មកបិទថ្មិញកណ្ដុរវិញហើយយើងក្បៀសចប់លក្ខខណ្ឌទី1ចូលលក្ខខណ្ឌទី2យើងចង់បានភេទបើចង់បានភេទលោកគ្រូចុចពីលើនឹងមកខាងលើគេហើយយើងអូសជួរកឡនភេទណាបាទយើងអូសឲ្យអស់មកហើយយើងក្បៀសមួយខាងក្រោយបាទបានប៉ុណ្្នឹងហើយយើងដាក់លក្ខខណ្ឌមកយើងចង់បានភេទអីយើងដាក់ស្រីចង់បានស្រីយើងដាក់អក្សរសមកចាំត្រង់នេះបើសិនបើក្នុងតារាងខាងលើលោកអ្នកគ្រូសរសេរសជាងរស្រៈអីកន្លែងលក្ខខណ្ឌនេះក៏ដាក់ដូចគ្នាមិនមែនដាក់អក្សរសដូចខ្ញុំទេគឺរកអត់ឃើញអញ្ចឹងយើងបិទថ្មិញកណ្ដុរមកវិញអស់លក្ខខណ្ឌយើងហើយមានតែ2ទេយើងចង់បាន A ហើយភេទស្រីបិទអាក្បៀសខាងក្រោយមួយចោលហើយយើងបិទវងកញ្ចក់ហើយយើងថេកជាការស្រេច A យើងមាន4នាក់បាទស្រីទាំង4ចូលនីតិ B គ្រូចុចប្រអប់ក្រោម B ហើយមកហើយយើងដាក់រូបមន្តយើងចូលមុនដំបូងវាសញ្ញាស្មើហើយយើងដាក់ពាក្យអី count T ហើយ if មកមានតែមួយលក្ខខណ្ឌទេណាព្រោះយើងយកតែនីតិ B អញ្ចឹងមិនបាច់ដាក់ S បើកវងកញ្ចក់រួចទៅអូសនិទ្ទេសក៏បានយើងមើលចេះក៏បានពេលដែលសិស្សយើងច្រើនយើង select វាយូរយើងទៅមើលអាកឡូនិទ្ទេសអក្សរនៅខាងលើគេតើអក្សរអ្វីនេះអក្សរនៅខាងលើគេត្រង់នេះតើជាអក្សរអ្វីហើយយើងមើលអាខាងនេះខាងឆ្វេងដៃលេខរៀងនេះនៅខាងមុខលេខរៀងនេះមិនយកលេខរៀងទេតើលេខប៉ុន្មានអញ្ចឹងវាអក្សរ E ហើយលេខ4អញ្ចឹងយើង save ដល់មកយើងដាក់អក្សរ E មក E ហើយយើងដាក់លេខ4មកគឺបាន1ហើយត្រង់នេះយើងដាក់ចុច2សញ្ញាចុច2ហើយយើងមើលអាក្រោមគេនេះអក្សរ E ដែរជួរនឹងដូចគ្នាប៉ុន្តែយើងមើលមកខាងឆ្វេងដៃយើងលេខ22មិនមែនលេខ19លេខរៀងទេគឺលេខ22អញ្ចឹងយើងសេមកយើងដាក់ E 22ហើយយើងបៀសមួយទៀតដាក់លក្ខខណ្ឌទី1យើងគឺអក្សរអីទី B អញ្ចឹងយើងដាក់ B មកបាទយើងបិទថ្មិញកណ្ដុរយើងវិញវងកញ្ចក់ហើយយើងថេក
ជាការស្រេច B យើងបាន3នាក់បាទលក្ខខណ្ឌ B ដែរប៉ុន្តែភេទស្រីបាទយើងមើលអ្នកនរគ្នាចឹងយើងសេដូចគ្នាមកសញ្ញាស្មើ O U N T ហើយ if ដូចគ្នាប៉ុន្តែអានេះមានលក្ខខណ្ឌនេះមាន B ហើយស្រីចឹងពីរលក្ខខណ្ឌលក្ខ A បើវងកញ្ចក់ចាប់មកយើងទៅ select ក៏បានធ្វើដូចមិញក៏បានណានីតិយើងមិញគឺអក្សរអីកន្លងជួរខាងលើអក្សរ E លេខរៀងទីប៉ុន្មានទី4ហើយយើងដាក់សញ្ញាចុច2អាក្រោមគឺប៉ុន្មានណាអក្សរ E ដែរប៉ុន្តែលេខ22អញ្ចឹង E យើងដាក់អក្សរ E មកលេខ22ណាអានេះបើយើងដាក់ខុសលេខនេះក៏យើងទិន្នន័យយើងអត់ពេញលេញដែរបាត់ហើយដល់មកយើងដាក់សញ្ញាបៀស1ហើយយើងដាក់លក្ខខណ្ឌទី1លក្ខខណ្ឌទី1របស់យើងគឺនីតិអីទី B ហើយយើងបិទធ្មេញកណ្ដុររបស់យើងមកវិញបានប៉ុណ្ណឹងហើយចូលលក្ខខណ្ឌទី2យើង select ទាំងអស់ក៏បានធ្វើដូចមិញក៏បានហើយទៅមើលជួរភេទរបស់យើងកន្លងជួរភេទរបស់យើងខាងលើគេគឺអក្សរ C អញ្ចឹងយើងសរសេរអក្សរ C ចូលមកគឺធំណា C ចូលមកមានលេខនៅខាងឆ្វេងដៃបាទគឺលេខ4យើងចុចលេខ4មកហើយយើងដាក់សញ្ញាចុច2មួយខាងក្រោមគេអក្សរ C ដែរកន្លងភេទណាអក្សរ C ដែរគឺអក្សរ C ធំហើយយើងមើលឃើញវាហួសមកក្រោមឯងយើងដាក់លេខវាខាងមុខនោះខាងឆ្វេងដៃមិនមែនលេខរៀងគឺលេខ22ណា22ហើយយើងក្បៀសមួយចូលហើយយើងដាក់ធ្មេញកណ្ដុរយើងដាក់ភេទយើងអីស្រីគឺចាំបានស្រីដាក់ស្រីមកហើយយើងបិទធ្មេញកណ្ដុរមកវិញបាទបិទហើយយើងដាក់វងកញ្ចក់ត្រង់នេះមុននឹងដាក់វងកញ្ចក់យើងមើលអាចំណុចនៅខាងក្រោយយើងលុតប៉ក់ហ្នឹងតើមានអត់មានលុបចូលនេះអត់មានទេអញ្ចឹងយើងធីកវាជាការស្រេចគឺស្រីមួយបាទលក្ខខណ្ឌអក្សរ C ក៏ដូចគ្នាយើងអាចធ្វើ select ក៏បានយើងអាចសរសេរយកនឹងដោយក៏បានបើសិស្សយើងច្រើនយើងសរសេរយក select ដាក់វិញហើយបើមាន error យើងគូទៅមើលតើយើងលើសហើយខ្វះកណ្ដាលនឹងប្រព័ន្ធខាងក្រោមអរគុណសម្រាប់ការទស្សនាវីដេអូនេះ